រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់ប្រទេសកម្ពុជានៅថ្ងៃទី29ខែធ្នូឆ្នាំ2025បានប្រកាសបន្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅក្នុងតំបន់ជាច្រើនដែលគ្របដណ្ដប់សមរភូមិប្រយុទ្ធរយៈពេល21ថ្ងៃជាមួយទ័ពថៃជាការបញ្ជាក់ថាកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនណាមួយដែលកែប្រែដោយកម្លាំងយោធានោះឡើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថាការវាស់វែងនិងបោះបង្គោលព្រំដែនរវាងប្រទេសថៃនិងកម្ពុជាត្រូវធ្វើឡើងតាមសេចក្តីប្រកាសរួមដែលភាគីទាំងពីរបានឯកភាពគ្នានៅថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីប្រកាសរួមនេះបញ្ជាក់ច្បាស់ថាការងារខណ្ឌសីមាត្រូវធ្វើឡើងផ្អែកទៅតាមបន្ទាត់ព្រំដែនអន្តរជាតិបន្ទាត់ព្រំដែនអន្តរជាតិសម្រាប់កម្ពុជាសំដៅទៅលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC របស់កម្ពុជាបានស្នើកិច្ចប្រជុំបន្ទាន់ជាមួយនឹងភាគីថៃនៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026ដើម្បីជជែកពីការបោះបង្គោលបណ្ដោះអាសន្ននៅតំបន់អតិភិបដូចជាភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅខេត្តបន្ទាយមានជ័យឃុំបឹងរាំងនិងកំរៀងនៅខេត្តបាត់ដំបងតំបន់បឹងត្រកួនច្រកព្រំដែនអន្តរជាតិថ្មដាអូភ្លុកដំរីនិងច1នៅខេត្តពោធិ៍សាត់តំបន់ទាំងនេះជាសមរភូមិប្រយុទ្ធដ៏ស្រួយស្រាវដែលត្រូវបានរាយការណ៍ដោយក្រសួងការពារជាតិកម្ពុជាប្រទេសថៃមិនទាន់ឆ្លើយតបទៅនឹងសំណើកោះប្រជុំបន្ទាន់របស់កម្ពុជានៅឡើយគិតត្រឹមល្ងាចថ្ងៃទី29ខែធ្នូឆ្នាំ2025លោកមេធាវីសុកសំអឿននិងអ្នកវិភាគកិច្ចការអន្តរជាតិលោកកិនភៀមើលឃើញពីផលលំបាកនៅក្នុងការទាញភាគីថៃឲ្យដើរទៅតាមផ្លូវច្បាប់លោកកិនភៀចោទជាសំណួរថារយៈពេល25ឆ្នាំនៅក្រោមអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000កម្ពុជានិងថៃមិនទាន់អាចបោះបង្គោលព្រំដែនឡើងវិញទាំងស្រុងនៅឡើយតើយើងនឹងត្រូវការពេលប៉ុន្មានឆ្នាំដើម្បីដោះស្រាយបញ្ហាព្រំដែនជាង800គីឡូម៉ែត្រជាមួយនឹងប្រទេសថៃលោកសុកសំអឿននិយាយថារឿងប្រទេសនិងប្រទេសមិនមែនជារឿងតូចតាចងាយដោះស្រាយទេយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតលើកឡើងថាកម្ពុជានៅតែរក្សាសិទ្ធិដោះស្រាយបញ្ហានេះទៅតាមផ្លូវច្បាប់